នេះចឹងនេះខ្ញុំមានកលឹះមួយទៅចង់បានអ្នកនេះពីរបៀបនៃការយក color code ចេញពី Adobe Illustrator ចឹងទីមួយខ្ញុំមាន color 3ដែលខ្ញុំចង់បាន code ចូលមកប្រើប្រាស់ចឹងខ្ញុំ select លើពណ៌3ពណ៌នេះហើយខ្ញុំទៅយក switch មួយដើម្បីយក switch បានអ្នកនេះអាចចូលក្នុង window ហើយយើង scroll មកក្រោមយើង tick លើពាក្យថា switch ហ្នឹងអូខេទៅមកទៀតទាំងអស់គ្នាចុចត្រង់កន្លែងសញ្ញា tray ចុច3នេះហើយយើងយកពាក្យថា new swipe group អូខេចឹងយើងចុចពាក្យថា OK ទៅមកទៀតទាំងអស់គ្នា select លើ group ហ្នឹងហើយយើងចុចកន្លែងហ្នឹងម្ដងទៀតយើងយកវាថា create swatch info អញ្ចឹងពេលអ្នកនរគ្នាចុចលើពាក្យថា create swatch info នេះធ្វើការរើសតើយើងចង់បាន info code ទៅលើអីគេខ្លះបើថាយើងចង់បាន h យើង tick លើ h shb បើថាខ្ញុំចង់បាន shb ខ្ញុំមកដាក់យក shb ទេអញ្ចឹងខ្ញុំយក h ខ្ញុំយក rgb ខ្ញុំយក cmyk ទៅមកទៀតខ្ញុំយកពាក្យថា create គេនេះអញ្ចឹងយើងនឹងទទួលបាន switch code ទាំងអស់នេះយកមកប្រើប្រាស់ណាអញ្ចឹងវាមានទៅលើ switch code CMYK វាមានទៅលើ switch code RGB វាមានទៅលើប្រភេទនៃ H code ផងដែរបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា